មួយត្រូវបានគេរកឃើញនៅក្នុងរដ្ឋឥណ្ឌាណាដែលគេជឿថាជាស្ត្រីបានបាត់ខ្លួននៅក្នុងអវកាសយានដ្ឋាន GFK អស់រយៈពេលជាច្រើនថ្ងៃ TikTok បានផ្សព្វផ្សាយព័ត៌មានរបស់នារីម្នាក់ដែលបានចុះចតនៅអាកាសយានដ្ឋាន GFK ជាមួយនឹងលិខិតឆ្លងដែនពីប្រទេសដែលមិនមានអាជ្ញាធរបាននាំនាងទៅបន្ទប់សន្តិសុខក្រោមការឃ្លាំមើលបុគ្គលិកសន្តិសុខបានសួរនាំម្ដងទៀតហើយម្ដងទៀតថាព័ត៌មានបន្ថែមអំពីប្រទេសរបស់នាងនិងកន្លែងដែលនាងនឹងទៅប៉ុន្តែនាងបានអង្គុយស្ងៀមជាច្រើនម៉ោងដោយរារាំងពួកគេមិនឲ្យស៊ើបអង្កេតបន្ថែមទៀតបន្ទាប់មកនាងបានបាត់ខ្លួនកាមេរ៉ាបានបង្ហាញភាពស្រពោនរបស់នាងដូចជាស្ថិតនិរន្តរ៍នៅលើអេក្រង់ទូរទស្សន៍ដែលខូចប៉ុន្តែព្រឹកនេះអ្នកស្រុកក្នុងរដ្ឋឥណ្ឌាណាបានទូរស័ព្ទទៅប៉ូលីសដើម្បីរាយការណ៍អំពីការរកឃើញសាកសពស្ត្រីម្នាក់ភ្លាមនោះមានសមត្ថកិច្ចបានចុះទៅដល់និងឡោមព័ទ្ធកន្លែងកើតហេតុសាកសពនេះបានត្រូវបានគេនិយាយថាស្រដៀងទៅនឹងស្ត្រីដែលបានបាត់ខ្លួននៅអាកាសយានដ្ឋាន GFK តាំងពីសម្លៀកបំពាក់ដែលនាងពាក់រហូតដល់គ្រឿងបន្លាស់ដែលនាងពាក់ប៉ុន្តែអ្វីដែលខុសគ្នាខ្លាំងនោះគឺភ្នែករបស់នាងហាក់ដូចជាបាត់ទៅហើយរាងកាយទាំងមូលរបស់នាងស្ងួតហួតហែងបន្សល់ទុកតែស្បែកមួយស្រទាប់ដែលធ្វើឲ្យប៉ូលីសមានការភ្ញាក់ផ្អើលប៉ុន្តែអ្វីដែលពិសេសជាងនេះទៀតគឺនាងដេកជារង្វង់ហើយគូសនៅនឹងដីនៅជុំវិញនឹងវងមូលមានតួអក្សរនិងសំណេរប្លែកៗជាច្រើនដែលគ្មាននរណាម្នាក់អាចស្គាល់បានcomment ខាងក្រោមវីដេអូនេះគឺជានារីអដ្ឋកំបាំងម្នាក់បាទជួយធ្វើការ follow page និងធ្វើការ share វីដេអូនឹងបន្តបាទរឿងចម្លែកនៅក្នុងពិភពលោកយើងបាទ